ការធ្វើសាមុនខ្ញុំធ្វើចេកត្រាយដលងឆាបដល់ពេលភ្លក់ទៅខ្ញុំជិះចិត្តរសជាតិដលងឆាបជាងឥឡូវខ្ញុំមកធ្វើដលងឆាបញ៉ាំទៀតហើយបងប្អូនយកដលងជ្វាហ្នឹងយកមកចិតវាឲ្យស្ដើងហើយយកទៅហាលថ្ងៃឲ្យវាសពប់សិនហើយបន្ទាប់មកចាំយើងយកវាមកបំពងធ្វើអញ្ចឹងដលងរបស់យើងស្រួយឆ្ងាញ់ហើយវាអត់សូវជក់ខ្លាញ់ណាបងប្អូនខ្ញុំទិញបានចំមកគេប្រម៉ូសិនណាបងប្អូនអញ្ចឹងមួយថងហ្នឹងវា5គីឡូហ្នឹង6000យកមកឆាបញ៉ាំខ្លះទៅទុកខ្លះទុកស្ងោរញ៉ាំទុកដាក់ស្លដាក់អីខ្លះអញ្ចឹងណាបើសិនជាបងប្អូនចូលចិត្តបែបរៀងប្រៃបងប្អូនបាច់ឆាបមួយស្ករដូចខ្ញុំក៏បានដែរបងប្អូនអាចបំពងដលងហ្នឹងឲ្យវាស្រួយល្អអញ្ចឹងហើយបងប្អូនយកវាទៅក្លុកជាមួយនឹងគ្រឿងអំបិលតុងយ៉ាំក៏ឆ្ងាញ់មួយយ៉ាងដែរពេលបំពងរួចរាល់ហើយយើងទ្របกระดาษនៅខាងក្រោមឲ្យវាបឺតជាតិប្រេងហើយយើងយកกระดาษផ្ដិតខាងលើឲ្យវាស្ងួតជាតិប្រេងបន្តិចហើយចំពោះស្ករបងប្អូនដាក់តាមការចូលចិត្តបើខ្ញុំអត់សូវដាក់ខ្លាំងទេដោយសារផ្អែមពេកក៏ខ្ញុំញ៉ាំអត់បានច្រើនដែរតលាន់ណាបងប្អូនពេលចាក់ស្ករចូលបងប្អូនត្រូវបន្ថែមទឹកបន្តិចកុំឲ្យខ្លោចស្ករហើយបន្ថយភ្លើងនៅតិចបានហើយយើងកូរស្ករនឹងឲ្យឡើងជើងក្រងចាំយើងចាក់ដលងនឹងចូលហើយយើងកូរច្បល់វាតិចរហូតតដលងនឹងស្ងួតហើយក្រាមស្ករជាប់នៅដលងគឺឆ្អិនរួចរាល់ហើយធ្វើម្ដងខ្ញុំញ៉ាំបានពីមួយអាទិត្យទៅ10ថ្ងៃអីបងប្អូនតែកម្របានធ្វើដែរហ្នឹងដោយសារតែរវល់ថ្ងៃណាតនេទៅក៏ឆ្លៀតធ្វើទុកញ៉ាំអញ្ចឹងណាវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបាយបាយ